តាក់សុទ្ធតែម្សៅឈើមកពីសិក្ខាសាលារបស់អ្នកខ្ញុំជាមនុស្សចូលចិត្តស្អាតបន្តិចក៏ជួយបោសសម្អាតឲ្យអ្នកហើយរៀបចំទុកដាក់ឲ្យឈើដែករបស់ភូមិយើងមានពណ៌ចាស់គុណភាពរឹងមាំចំណែកឯឈើដែលពួកក្រុមឈើពុកភុយយកមកធ្វើរបស់អាក្រក់ទាំងនេះគឺជាឈើមុខខ្មោចដែលផលិតនៅតំបន់ណានជាងពណ៌ឈើវាប្រភេទហើយមានក្លិនផ្សិតម្សៅឈើទាំងពីរប្រភេទនេះគ្រាន់តែរកគ្រូដែលមានជំនាញមកមើលនឹងហិតក៏ដឹងប៉ះភ្លាមលោកពូទី4លោកជួយមើលអ្នកទាំងអស់គ្នាមើលរបស់ពីរនេះតើវាជាប្រភេទតែមួយឬអត់ដូចគ្នាបេះបិទសុទ្ធតែមានក្លិនឈើពុកភុយដូចគ្នាមិនខុសទេភស្តាងច្បាស់លាស់ណាស់ចប់អស់ហើយអាមនុស្សតកូមកឲ្យតាមពិតទៅគឺឯងនេះឯងដែលមានចិត្តអាក្រក់នៅពីក្រោយរឿងនេះដាក់ទោសវាឲ្យពួកឯងលេងសាយទៀតឲ្យពួកឯងបដូរភស្តាងភូមិយើងទៀតគុំវីអីពួកយើងខុសហើយមិនទាន់ចប់ទេមិនស្រួលហើយមេភូមិគាត់មិនស្រួលខ្លួនសោះលោកថាអីណាកាលពីម្សិលមិញគាត់នៅល្អសោះនិយាយលេងជាមួយពួកយើងបានប៉ុន្មានម៉ាត់ដល់តែត្រឡប់ទៅផ្ទះវិញគាត់អង្គុយលើកៅអីភ្លាមក៏ដួលសន្លប់បាត់ទៅឥឡូវមុខគាត់ឡើងខ្មៅអស់ហើយដង្ហើមគាត់ក៏ជិតដាច់ដែរជីបចោគាត់រញ៉េញ៉ៃខ្លាំងណាស់ហើយមុខក៏ឡើងខ្មៅទៀតនេះមិនមែនជាជំងឺដាច់សរសៃឈាមខួរក្បាលធម្មតាឬជំងឺរ៉ាំរ៉ៃអ្វីនោះទេលក្ខខណ្ឌនៅភូមិយើងព្យាបាលមិនបានទេរៀបចំធ្វើបុណ្យទៅកាលពីម្សិលមិញគាត់នៅល្អសោះហ្នឹងជីបចោគាត់លោតខុសប្រក្រតីខ្លាំងណាស់ចុងម្រាមដៃក៏ត្រជាក់ស្រេបនេះមិនមែនជាជំងឺទេគឺគាត់ត្រូវថ្នាំពុលតែហេតុអ្វីបានជាត្រូវថ្នាំពុលភ្លាមបែបនេះបើកភ្នែកមើលទៅឃើញថាក្នុងកៅអីឈើមានលាក់ម្ជុលពុលសោះទើបបានជាបែបនេះពេលថ្ងៃទើបតែបកអាក្រាតកាយលោកម៉ាគូដុងនៅចំពោះមុខគេដល់យប់ក៏ត្រូវគេសង្សឹកវិញទេពួកមនុស្សល្ងងដូចលោកម៉ាគូដុងមិនអាចធ្វើអន្ទាក់ដែលស្មុគស្មាញបែបនេះបានទេគឺអ្នកដែលនៅពីក្រោយគេឯណោះពួកនេះមានវិធីសាស្ត្រខុសខើណាស់គឺចង់សម្លាប់ចោលតែម្ដងបើឥឡូវនេះនិយាយប្រាប់គេថាជាការធ្វើឃាតនោះអ្នកភូមិទាំងមូលនឹងកំពុងតែភ័យខ្លាចខ្លាំងណាស់បើធ្វើឲ្យគេដឹងខ្លួនគឺមិនល្អទេអត់បានទេយើងមិនអាចឲ្យគេដឹងបានទេត្រូវតែយកប្រភពពីនេះទៅជាមួយហើយប្រើល្បិចទៅវិញលោកគ្រូពេទ្យលោកនិយាយត្រូវហើយនេះមិនមែនជាជំងឺធម្មតាទេថ្ងៃនេះពេលថ្ងៃពួកក្រុមឈូមូបានលួចធ្វើបាបនៅលើសោផ្ទះក្នុងសាលដូនតាយើងពួកនេះពិតជាអាក្រក់ខ្លាំងណាស់មុនពេលពួកគេទៅខ្លាចក្រែងលោកពួកគេបានលួចធ្វើអ្វីមួយនៅលើកៅអីនេះដែរកៅអីនេះត្រូវបានគេលួចធ្វើអ្វីមួយមេភូមិទើបតែអង្គុយចុះក៏ត្រូវចំអន្ទាក់គេទើបស្រាប់តែដួលសន្លប់បែបនេះត្រូវគេលេងល្បិចដាក់ហើយតើបានជាអីចឹងខ្ញុំឆ្ងល់ថាហេតុអ្វីបានជាមនុស្សកំពុងតែសុកអង្គុយលើកៅអីភ្លាមក៏មានបញ្ហាភ្លាមលោកគ្រូយ៉ាងតើយើងត្រូវធ្វើម៉េចទៅអ្នកទាំងអស់គ្នាកុំភ័យអីជួយលើកមេភូមិទៅដាក់លើក្រែក្នុងបន្ទប់ទទួលភ្ញៀវឲ្យដេកផ្ងាទៅកុំឲ្យប៉ះពាល់អ្វីឲ្យសោះកៅអីនេះគឺជាប្រភពនៃថាមពលអាក្រក់បើទុកវានៅទីនេះនឹងបន្តធ្វើបាបមនុស្សទៀតខ្ញុំនឹងយកវាទៅជួសជុលនៅរោងជាងឈើហើយកំទេចរបស់ដែលនៅជាប់នឹងវាចោលឲ្យតែដាច់ប្រភពនេះមេភូមិប្រកាសជាអាចរួចជីវិតម៉ូឲ្យរបស់នេះវាចម្លែកខ្លាំងណាស់បើក្មួយប៉ះវាទៅតើមានគ្រោះថ្នាក់អត់ម៉ាក់កុំបារម្ភអីកូនប្រុសម៉ាក់សំបីតែរបស់របរក្នុងសាលដូនតាដែលមានអាយុកាលរាប់រយឆ្នាំក៏កូនជួសជុលបានដែរចុះទម្រាំតែកៅអីបាក់បែកមួយនេះតើមានអីត្រូវខ្លាចចង់លេងល្បិចមែនទេបានខ្ញុំនឹងលេងជាមួយពួកឯងឲ្យដល់ទីបញ្ចប់ក្នុងនៅពេលដែលម្ជុលពីសនេះប្រើសម្រាប់សម្លាប់មនុស្សនោះខ្មាំងសត្រូវដែលដាក់ពីសប្រកាសជាឆ្លៀតពេលយប់ត្រឡប់មកវិញដើម្បីពិនិត្យមើលថាគោលដៅស្លាប់ឬរស់ឬក៏មកកំជុលនេះដែលជាភស្តាងសំខាន់ត្រឡប់ទៅវិញខ្ញុំនឹងប្រើកៅអីនេះដើម្បីរៀបចំអន្ទាក់មួយឲ្យពុះចេញពីក្នុងរូងរួចចាប់វាឲ្យជាប់តែម្ដងតាក់ទងនឹងចម្ពោះនៃលក្ខណៈពិសេសរបស់ឈើរកឃើញហើយម្ជុលដេញប្រលឹងឈើលួយនៅក្បែរនោះមានកត់ត្រាពីវិធីដោះស្រាយពីសដោយប្រើទឹកខ្មៅក្រហមប្រើឱសថធម្មតាមួយចំនួនលាយជាមួយទឹកភ្លៀងដែលមិនប៉ះដីរួចបុកឲ្យម៉ត់សម្រាប់លេបខាងក្រៅនិងលេបខាងក្នុងលោកតាពិតជាទីទុកបានត្រឹមត្រូវមែនខ្ញុំត្រូវតែប្រាប់ឲ្យប៉ាខ្ញុំលួចទៅរកអស្នៅភ្នំខាងក្រោយនៅពាក់កណ្ដាលអាធ្រាត្រនេះហើយត្រូវតែយកទៅដល់ផ្ទះមេភូមិមុនពេលភ្លឺដោះស្រាយរឿងមេភូមិរួចហើយឥឡូវនេះដល់ពេលត្រូវរៀបចំកាដូធំមួយសម្រាប់មិត្តម្នាក់ដែលកំពុងលាក់ខ្លួននៅក្នុងទីងឹតនោះហើយចាប់ផ្ដើមផែនការរបស់យើងនេះជាឧបករណ៍ចាស់ដែលលោកតាធ្លាប់ប្រើសម្រាប់បរបាញ់កាលពីក្មេងមាត់របស់វាពោពេញដោយធ្មេញរណាកម្លាំងខ្លាំងណាស់សូម្បីតែជើងជ្រូកព្រៃក៏អាចកាត់ផ្ដាច់បានដែរឲ្យតែមានអ្នកណាហ៊ានទៅកំជុលនេះគ្រាន់តែប៉ះតិចខ្សែនេសាទនេះនឹងវាធ្វើឲ្យកេះកាំភ្លើងដំណើរការហើយអន្ទាក់នឹងបិទភ្លាមអន្ទាក់គ្នាឥតខ្ចោះហើយតែនៅមិនទាន់មានសុវត្ថិភាពទេយន្តការខ្សែរ៉ារ៉ាំងសេះពេលអន្ទាក់ដំណើរការខ្សែនឹងរបូតចេញហើយខ្សែសេះនឹងតឹងភ្លាមអ្នកណាដែលព្យាយាមថយក្រោយនឹងត្រូវដួលផ្កាប់មុខមេភូមិផឹកថ្នាំហើយគាត់ដឹងខ្លួនវិញហើយឥឡូវអ្នកភូមិទាំងអស់គិតថាមេភូមិមិនរួចខ្លួនទេកំពុងរៀបចំពិធីបុណ្យសពបើគេដាក់ថ្នាំពុលហើយគេប្រកាសជាត្រឡប់មកយកភស្តាងឬមកមើលថាគោលដៅស្លាប់ឬនៅនេះជាទម្លាប់របស់ឃាតករខ្ញុំគ្រាន់តែរងចាំប៉ុណ្ណោះមកដល់ហើយឆ្លៀតពេលឯងឈឺយកជីវិតឯងនិយាយមកអ្នកណាបញ្ជូនឯងមកខ្ញុំមិនសូវមានការអត់ធ្មត់ប៉ុន្មានទេកុំខ្ញុំនិយាយខ្ញុំជាមនុស្សរបស់ជីនហោថាងហើយម៉ាកដុងក៏ជាមនុស្សក្រៅដែលយើងអភិវឌ្ឍដែរគោលដៅរបស់យើងគឺត្បូងបុរាណនៅក្នុងដៃអ្នកត្បូងបុរាណបំណែកផែនទីផ្កាយខ្ញុំ
ខ្ញុំគ្រាន់តែជាតួអង្គតូចតាចម្នាក់ទេរឿងរ៉ាវដឹងមិនសូវច្រើនប៉ុន្មានទេខ្ញុំដឹងត្រឹមតែថាពួកយើងភាគច្រើនថ្មីនេះកំពុងតែប្រមូលផ្ដុំគ្នានៅឯក្រុងបុរាណជីងហឺដែលនៅឆ្ងាយពីទីនេះរាប់សិបលីនៅទីនោះគេកំពុងតែធ្វើការអភិវឌ្ឍទេសចរវប្បធម៌អ្វីគឺច្របូកច្របល់ដែលងាយស្រួលសម្រាប់ពួកយើងធ្វើសកម្មភាពអ្នកដែលបញ្ជាខ្ញុំគឺខ្យាដំរីក៏កំពុងតែនៅទីនោះដែរក្រុងបុរាណជីងហឺសៀវយ៉ាងឲ្យជីវិតមួយនេះគឺអ្នកដែលផ្ដល់ឲ្យខ្ញុំស្រែស្រោចទឹកប៉ុន្មានកន្លែងនៅផ្ទះនោះអ្នកយកទៅទាំងអស់ចុះលោកមេភូមិគុំធ្វើបែបនេះអីខ្ញុំមិនយកដីនោះទេប៉ុន្តែខ្ញុំមានរឿងខ្លះចង់និយាយប្រាប់លោកខ្ញុំចង់ទៅក្រុងបុរាណឈីងហឺដើម្បីសាកល្បងសមត្ថភាពបន្តិចក្រុងបុរាណឈីងហឺនឹងឬចៃដនមែនថៅកែធំដែលទទួលខុសត្រូវលើគម្រោងទេសចរវប្បធម៌មួយនោះគឺជាក្មួយប្រុសឆ្ងាយរបស់ខ្ញុំនឹងសរសេរលិខិតណែនាំឲ្យអ្នកឥឡូវនេះជាមួយនឹងជំនាញរបស់អ្នកទៅដល់ទីណាក៏មិនខ្លាចអត់ឃ្លានដែរមកឲ្យចេញទៅក្រៅត្រូវចេះប្រយ័ត្នប្រយែងផងណាកូនប្រុសទៅចុះនៅផ្ទះមានពួកយើងមើលថែដើម្បីស្វែងរកអាថ៌កំបាំងដែលនៅពីក្រោយបំណែកផែនទីថ្មីដើម្បីស៊ើបអង្កេតឲ្យដឹងច្បាស់អំពីសាលាវិវត្តដ៏អាថ៌កំបាំងនោះហើយក៏ដើម្បីពាក្យសម្ដីរបស់លោកតាទួតដែលថាការរក្សាចិត្តឲ្យនឹងនៅគឺជាកិច្ចការសំខាន់បំផុតក្រុងឈីងហឺលោកគូចិនខ្ញុំមកដល់ហើយអ្នកដែលលោកឈឿនហ្វូគួយណែនាំមកមែនទេញាតិពីស្រុកស្រែខ្ញុំដឹងហើយអញឈ្មោះឈឿនម៉ូមែនទេអាយុប៉ុន្មានហើយពីមុនធ្លាប់ធ្វើការអីខ្លះ23ឆ្នាំហើយខ្ញុំធ្លាប់រៀនធ្វើជាងឈើជាមួយចាស់នៅឯភូមិជាងឈើហោះនៅទីនេះគេមិនមែនជួលអញមកធ្វើគ្រឿងសង្ហារឹមទេហើយភ្លេចវាទៅចុះដោយសារលោកមេភូមិឈឿនជាអ្នកណែនាំមកមិនអាចឲ្យអញមកខាត់ពេលអត់ប្រយោជន៍ទេនៅការដ្ឋានខាងលិចនោះទៅជួយលោកគ្រូវាងសម្អាតការដ្ឋានទៅមួយថ្ងៃបាន150យន្តហើយមានបាយឲ្យមួយពេលធ្វើអត់ធ្វើទៅផ្នែកហិរញ្ញវត្ថុយកមួកសុវត្ថិភាពទៅកុំឈរនៅទីនេះទៀតត្រូវតែប្រារចនាសម្ព័ន្ធដែកត្រពីក្រោមរួចប្រើវិធីសាស្ត្រចាក់បេតុងដើម្បីពង្រឹងបន្ថែមមិនបានទេលោកសាស្ត្រាចារ្យដែកនឹងឈើមានកម្រិតពង្រេកខុសគ្នាទាំងស្រុងបើទុកយូរទៅវានឹងធ្វើឲ្យវាប្រេះកាន់តែខ្លាំងខ្ញុំយល់ថាគួរតែប្រើក្រណាត់សរសៃកាបូនរុំព័ទ្ធវាវិញនៅតែចង់ប្រើវិធីជួសជុលសំណង់បុរាណទៀតពួកអ្នកឯងនេះអភិរក្សនិយមពេកហើយរុះរើចោលទៅប្រើបច្ចេកវិទ្យា Bait Scan ហើយបង្កើតថ្មីដោយប្រើសម្ភារៈថ្មីតើមានអ្នកណាដឹងបើការងារនេះវាមិនមែនជារឿងធម្មតាទេសុនម៉ៅស្រទាប់ខាងក្រៅវិលតាមត្រូនិកនាឡិកាស្រទាប់ខាងក្នុងវិលបញ្ច្រាស់ត្រូនិកនាឡិកាវាជាទម្រង់ចាក់សោដោយខ្លួនឯងបែបយិនយ៉ាងឲ្យតែស្នូមិនបែកកម្លាំងខាងក្រៅកាន់តែខ្លាំងកម្លាំងខំកាន់តែខ្លាំងនេះហើយដែលគេហៅថាចាក់សោគ្រប់គ្រងមេឃនឹងដីលោកនាយកលីវតាការរន្ទះបាញ់លើកនេះបង្កការខូចខាតដល់វត្តវែនសិងធ្ងន់ធ្ងរដល់កម្រិតណាដែរតើក្រុមអ្នកជំនាញរបស់លោកមានទំនុកចិត្តក្នុងការជួសជុលដំបូលសុនម៉ៅកម្រិតជាតិមួយនេះឲ្យដូចដើមវិញទេការលំបាកគឺធំធេងណាស់កម្រិតពិភពលោកឯណោះប៉ុន្តែយើងមានក្រុមអ្នកជំនាញកម្ពុជាក្នុងស្រុកយើងមានការតាំងចិត្តថានឹងធ្វើឲ្យសម្បត្តិជាតិមួយនេះត្រឡប់មកមានពន្លឺវិញឲ្យបានក្រសែភ្នែករបស់កម្មករសម្អាតម្នាក់នេះមើលទៅគួរឲ្យចាប់ទាញធ្នឹមដែលខុសទីតាំងនោះត្រឡប់មកកន្លែងដើមវិញឈប់ដៃនោះជាសន្លាក់ដោះកម្លាំងកុំប្រើកម្លាំងបោកឲ្យសោះលឿនរុញចេញឲ្យលឿនវារលំលើកទី2ហើយចប់ហើយរលំហើយវាចិត្តរលំហើយរត់ឲ្យលឿនទៅចប់ហើយចប់អស់ហើយអ្នកណាស្លាប់កុំកំរើកភ្លាមនេះត្រូវដកជើងត្រឡេក3នៅខាងត្បូងចេញផែនការរបស់ពួកអ្នកគឺខុសតាំងពីដើមមកម្លេះតើអ្នកនេះជាអ្នកណាមិនខ្លាចទេនេះជារឿងអាក្មេងមិនទាន់ដឹងក្តីឲ្យចេះដឹងអ្វីពីរឿងសាងសង់បើហ៊ានតែនិយាយផ្ដេសផ្ដាសទៀតធ្វើឲ្យញញៃនៅទីនេះគឺត្រូវតែដេញចេញទៅការរចនានេះប្រើប្រាស់រចនាសម្ព័ន្ធសរវង2យិនយ៉ាងដែលបាត់បង់ទៅហើយយិនមួយយ៉ាងមួយខាងក្នុងមួយខាងក្រៅមួយកម្លាំងទាំងពីរផ្ទុយគ្នាទាំងស្រុងទាំងប្រទីនប្រទង់គ្នាទាំងចាក់សោជាប់គ្នាពួកអ្នកប្រើវិធីសាស្ត្រមេកានិកសម័យថ្មីមកបង្ខំកែតម្រូវបែបនេះគឺស្មើនឹងបង្ខំឲ្យវាហែកហួរគ្នាទៅវិញទៅមកដែលមានតែធ្វើឲ្យវាលំលឿនជាងមុនទីតាំងនៃជើងត្រឡេក3គឺសង្កត់ជាប់ទៅលើសោរំដោះកម្លាំងតែមួយគត់នៃរចនាសម្ព័ន្ធវងខាងក្រៅឥឡូវនេះកម្លាំងទាំងអស់ត្រូវបានសង្កត់ជាប់នៅខាងក្នុងបើវាមិនរលំទេទើបជារឿងចម្លែកយកវាចេញទៅរចនាសម្ព័ន្ធវង2យិនយ៉ាងដែលមានកត់ត្រានៅក្នុងសៀវភៅបុរាណនោះតើវាជារឿងពិតមែនឬលោកម្ចាស់តើអ្វីដែលលោកនិយាយនោះជារឿងពិតមែនឬតើលោកមានភស្តុតាងអ្វីមកបញ្ជាក់ដែរទេនៅឈរស្ងៀមធ្វើអ្វីទៀតយកបំណែកសំណល់ពីនោះមកទីនេះលឿនឡើងឃើញហើយឬនៅនេះហើយគឺជាចំណុចសំខាន់របស់វាប្រើភាពទន់ភ្លន់ដើម្បីយកឈ្នះភាពរឹងមាំកម្លាំងដើរតាមរង្វង់រាប់ពាន់លីមិនមែនប្រើកម្លាំងល្ងងខ្លៅទៅទប់ទល់ដោយពួកអ្នកទេគឺត្រូវចេះដឹកនាំនិងបង្វែរវាចេញវិធីសាស្ត្ររបស់ពួកអ្នកនឹងវាខុសអីទៅនឹងការយកក្បាលទៅបុកជញ្ជាំងដើម្បីរកផ្លូវចេញនោះក្រុមអ្នកជំនាញកម្ពុជាដែលខ្ញុំចំណាយលុយយ៉ាងច្រើនជួលមកបែរជាត្រូវអាក្មេងរើសសម្រាមមកពីស្រុកស្រែយកឈើពុកពីរដុំមកកិនកំទេចចោលបើថតបានឈុតនេះអាជីពការងាររបស់ខ្ញុំគឺចប់ហើយសន្តិសុខងាប់ទៅណាអស់ហើយយកអាគ្រូកំភ្លោះដែលមិនចេះតែធ្វើចេះនេះចេញទៅក្រៅភ្លាមឥឡូវនេះអូវាចេញទៅលោកនាយកលីអំណាចមិនធម្មតាទេណាពួកឯងនៅឈរស្ងៀមធ្វើអីទៀតលោកនាយកលីពេលនេះមិនមែនជាពេលមកតាមរកមើលថាអ្នកណាជាអ្នកបោកប្រាស់ទេព្រះវិហារអាចនឹងបាក់លំគ្រប់ពេលគម្រោងមានបញ្ហាធំដល់ថ្នាក់នេះលោកត្រូវតែរកវិធីដោះស្រាយហើយក្នុងនៅពេលដែលលោកនេះនិយាយថាមានវិធីដោះស្រាយហេតុអ្វីមិនឲ្យគាត់សាកល្បងមើលទៅហា
ជាងឈើមកពីណាពីណេមិនដឹងបើវាអាចជួសជុលដំបូលនេះបានខ្ញុំលីជីនមីងនឹងធ្វើនៅចំពោះមុខអ្នកទាំងអស់គ្នាមុខគេឲ្យគេលុតជង្គង់សុំទោសទៅល្អណាស់លោកនាយកលីវរាល់ពាក្យសម្ដីដែលលោកនិយាយម៉ាស៊ីនថតរបស់ខ្ញុំបានថតទុកអស់ហើយឥឡូវគម្រោងផ្អាកសិនជារៀងរាល់ថ្ងៃគឺខាតលុយឥតប្រយោជន៍ឲ្យគាត់សាកល្បងទៅលទ្ធផលអាក្រក់បំផុតក៏ត្រឹមតែប៉ុណ្្នឹងដែរតែបើគាត់ធ្វើបានសម្រេចវិញនោះត្រកូលឆេនហ៎តើជាត្រកូលឆេនដែលគេល្បីថាជាអ្នកបន្តវេនពីលោកប៊ែនមែនទេឈួតហើយមែនទេយកគេឈ្មោះមកធ្វើជាដើមទុនបែបនេះវាធ្ងន់ធ្ងរជាងការខាតលុយទៅទៀតអាប្រុសកំសត់ម្នាក់នេះតើវាមានអ្វីមកសងការខាតបង់ដ៏មហាសាលនេះល្អនេះគឺឯងរកខ្លួនឯងទេណាដល់ពេលនោះកុំមកថាខ្ញុំធ្វើបាបឯងឲ្យសោះប៉ុន្តែរាល់ថ្លៃសម្ភារៈឬថ្លៃពលកម្មក្នុងគម្រោងនេះសូម្បីតែមួយសេនក៏ឯងកុំសង្ឃឹមថានឹងបានប៉ះពាល់មិនអីទេខ្ញុំត្រូវការតែឈើដែលពួកលោកបោះចោលនៅទីនេះប៉ុណ្ណោះក្រៅពីនេះគ្រាន់តែរកឧបករណ៍ដែលងាយស្រួលប្រើឲ្យខ្ញុំមួយឈុតទៅបានហើយល្អណាស់ខ្ញុំចង់ឃើញណាស់ថាឯងនឹងយកសម្រាមទាំងនេះទៅធ្វើអ្វីបានខ្លះទៅយកឧបករណ៍ឲ្យវាទៅបដូរថ្មបំរុងរួចកំណត់កម្រិតផ្ចិតត្រឹមត្រូវចាប់ពីពេលនេះទៅកុំឲ្យខកខានសូម្បីតែ1វិនាទីបើកដំណើរការភ្នែកកាត់បន្ថយសំឡេងរំខានប្រើកម្លាំងឲ្យអស់ប្លង់ជួសជុល3ដងនៃគ្រឿងបង្គុំរាប់ម៉ឺននោះត្រូវបានបង្កើតរួចរាល់ហើយទីតាំងបាក់បែកនេះឥឡូវមានតែខ្ញុំម្នាក់គត់ជាស្ដេចធ្វើជាអាចកំបាំងខ្ញុំចង់ដឹងណាស់ថាតើគេអាចធ្វើអ្វីបានខ្លះពីគំនរឈើពុកផុយនេះគ្រាន់តែពន្យាពេលទេចាំមើលពេលក្រោយគេកាន់តែធ្ងន់ធ្ងរចាំរុញការទទួលខុសត្រូវទៅលើគេឲ្យអស់ធ្វើឲ្យគេចាប់អារម្មណ៍ថាសិក្សាវិទ្យាសាស្ត្រគឺវាត្រូវមានការកញ្ញានិងវិភាគមេកានិកឲ្យបានត្រឹមត្រូវមិនមែនល្បិចកលដោយពួកគ្រូទីបោកប្រាស់នោះទេនឹងហើយសូម្បីតែគំរូមេកានិកមូលដ្ឋានក៏គ្មានដែរគ្រាន់តែប្រើដៃស្ទាបស្អឹងទីវាស្នែលគួរឲ្យអស់សំណើចណាស់វងស្បៃពីអាក្មេងនេះវាពិតជាកំពុងតែធ្វើឲ្យគេខ្លាចមែនឬរឿងពិតទើបតែចាប់ផ្ដើមនៅពេលនេះទេនេះជាឈើដែកមែនទេឬក៏បន្ទាប់ពីកកុញហើយឆ្លងកាត់ការដុតដោយភ្លើងដីរហូតដងស៊ីតេកាន់តែខ្ពស់ទៅជាឈើដែកងឹតតើវាអាចនៅសល់ស្នូលឈើបានយ៉ាងម៉េចទៅព្រះឲ្យនេះមិនមែនជាបច្ចេកទេសទេនេះវាជាមន្តអាគមដៃទាំងពីរនេះដូចជាអ្នកលេងព្យាណូកម្រិតកំពូលកំពុងលេងបទភ្លេងស៊ីមហ្វូនីអញ្ចឹងបើប្រៀបធៀបនឹងគេអាការដែលយើងរត់ចុះរត់ឡើងកន្លងមកមិនខុសពីខ្លាឃ្មុំល្ងងឡើងដាំឈើប៉ុន្មានទេធ្វើតាមជំហាននៃការយាងចុះមករបស់ព្រះម្ដងទៀតមើលគ្មានទេក្បាច់គុណទេនេះទើបជាក្បាច់គុណពិតប្រាកដយើងទាំងអស់គ្នាខុសហើយក្រុមកម្ពុជាដែលខ្ញុំមានមោទនភាពបំផុតនៅចំពោះមុខយុវជនម្នាក់នេះមិនខុសពីក្រុមមនុស្សល្ងងដែលកាន់កាំបិតវះកាត់ទៅចាក់ថ្មិញដំរីនោះទេអោព្រះអើយនេះជាស្នាដៃដែលមនុស្សអាចធ្វើបានមែនទេវិធីសាស្ត្របុរាណដុសរោមនេះវាជាវិធីសាស្ត្របុរាណដុសរោមពិតមែនជំពូកដែលបាត់បង់នៃការបង្កើតកម្លាំងដុសរោមវារស់ឡើងវិញហើយលោកនាយកលីវជាមិនស្មើនឹងវាសនាទេឲ្យខ្ញុំដែលជានាយកគម្រោងដ៏អស្ចារ្យម្នាក់នេះទៅលុតជង្គង់ក្បាលដល់ដីឲ្យអាអ្នកស្រែមកពីណាកុំថាឡើយឲ្យខ្ញុំធ្វើបែបនេះសម្រាប់ខ្ញុំចោលនៅតែស្រួលជាងកុំទាន់អាលអួតខ្លួនអីនេះគ្រាន់តែចៃដន្យឲ្យទេតើហើយអាមនុស្សកំសាក់អ្នកកាសែតលីតាឯកសារគ្រប់គ្រាន់ហើយឬនៅគ្រប់ហើយគ្រប់គ្រាន់ណាស់លោកចិនលោកពិតជាអស្ចារ្យមែនមើលចុះនៅលើដីនោះនេះគឺជាផែនទីកំណប់មិនអាចទៅរួចទេមនុស្សសម័យបុរាណមានបច្ចេកទេសបែបនេះផងឬដែលប្រើពន្លឺនិងស្រមោលដើម្បីបង្កើតរូបភាពលំនាំនៅតំបន់នោះព្រះឲ្យតាបុរសម្នាក់នេះនៅលាក់បាំងអាចកំបាំងអ្វីទៀតគ្រាន់តែជួសជុលវត្ថុបុរាណមិនទាន់គ្រប់គ្រាន់ទេថែមទាំងអាចយករបស់អ្វីមួយមកផ្ទៀងផ្ទាត់ជាមួយផែនទីរាប់រយឆ្នាំបានទៀតនេះកំពុងថតគុណឬយ៉ាងណាផ្ទះត្រកូលឈៀនអ្នកកាសែតលីតាអ្នកចាប់អារម្មណ៍នឹងស្នាដៃជាងឈើដែលជិតបាត់បង់ទៅហើយនេះទេលោកមេផ្ទះឈៀនខ្ញុំពិតជាសុំទោសផងខ្ញុំនេះចំណេះដឹងតិចតួចណាស់រឿងនេះពិតជាខ្ញុំធ្វើមិនបានទេលោកទៅរកអ្នកផ្សេងដែលពូកែជាងខ្ញុំទៅអូលោកគឺលោកគ្រូចិនម៉ូមែនទេរកឃើញលោកហើយអរគុណណាស់ដែលលោកមកដល់មិនបាច់ខំប្រឹងអីទេក្រែមួយនេះអស់សង្ឃឹមហើយលោកឈិននេះគឺជាអ្នកជំនាញជួសជុលជាន់ខ្ពស់ប្រចាំហាងគូអ៊ីចៃលោកអ៊ូវិនវូដែលយើងបានអញ្ជើញមកដើម្បីពិនិត្យមើលក្រែបុរាណនេះហើយមែនទេដែលគេហៅថាការជួសជុលដោយប្រើបច្ចេកទេសយិនយ៉ាងស៊ូងឡាយួនឲ្យខ្ញុំសាកល្បងមើលសមត្ថភាពលោកបន្តិចចុះខ្ញុំបានពិនិត្យមើលយ៉ាងល្អិតល្អន់ហើយក្រែនេះដោយសារតែសាមយូរឆ្នាំរចនាសម្ព័ន្ធទ្រទម្ងន់ខាងក្នុងវាបានពុកផុយអស់ហើយខាងក្រៅមើលទៅនៅថ្មីស្អាតតែតាមពិតខាងក្នុងវាខូចអស់ហើយទោះបីជាជួសជុលយ៉ាងណាក៏ដោយក៏គ្រាន់តែជាការដោះរីបញ្ហាបណ្ដោះអាសន្នប៉ុណ្ណោះតាមខ្ញុំមើលទៅមិនដល់3ឆ្នាំទេក្រែនេះនឹងបាក់បែកខ្ទេចខ្ទីមិនខានលោកអ៊ូតែគ្មានវិធីសាស្ត្រអ្វីទៀតមែនទេ
វិធីសាស្ត្រគឺមានមួយដែរលោកតាលោកក៏ជ្រាបស្រាប់ហើយថាហាងយើងខំប្រឹងការពារនិងស្រាវជ្រាវសិល្បៈបុរាណគ្រែនេះទោះបីជាមិនអាចប្រើប្រាស់បានទៀតប៉ុន្តែស្នាដៃឆ្លាក់និងរចនាសម្ព័ន្ធរបស់វានៅតែមានតម្លៃក្នុងការស្រាវជ្រាវយ៉ាងខ្លាំងប្រសិនបើលោកទុកចិត្តខ្ញុំសុខចិត្តចំណាយ20,000ដើម្បីទិញគ្រែនេះទុកជាគំរូស្រាវជ្រាវដើម្បីឲ្យវាមានតម្លៃឡើងវិញលោកយល់យ៉ាងណាដែរគ្រែនេះមិនមែនខូចទេវាគ្រាន់តែឃ្លានប៉ុណ្ណោះអូលោកគ្រូក្មេងម្នាក់នេះមានយោបល់អ្វីដែរឬខ្ញុំពិតជាចង់ដឹងណាស់ឃ្លានបាយហើយរបស់ដែលធ្វើពីឈើនេះមិនមែនត្រូវញ៉ាំបាយផឹកទឹកដែរឬអីផ្នែកនោះមិនមែនជាឈើទាលទេមានបំពង់តូចដែលតូចជាងសរសៃសក់ទៅទៀតភ្ជាប់ជាមួយសន្លាក់ឈើវាជាសន្លាក់ធារាសាស្ត្រក្នុងសៀវភៅសម្ងាត់ជាងឈើត្រកូលឆេងបញ្ហាមិនមែននៅត្រង់ឈើនោះទេគឺនៅត្រង់ទឹកភ្នែកក្នុងទ្រុងនេះវាស្រក់ទឹកភ្នែកអស់ហើយទើបវាចេះយំអ្វីដែលគេនិយាយនឹងកុំប្រាប់ថាជាសំឡេងគ្រឹតនៅពេលយប់នោះគេថាជាក្រេសឹបទៅហើយពេលចិត្តដាច់ខ្យល់ស្លាប់តើមិនឲ្យវាយំបានយ៉ាងម៉េចក្រេនេះវាមានជីវិតលោកគ្រូក្មេងឲ្យលោកពិតជាចេះនិយាយលេងសាច់មែនរបស់ដែលធ្វើពីឈើតើត្រូវឲ្យវាញ៉ាំបាយ3ពេលនិងដេកមួយយប់ថែមទាំងត្រូវឲ្យវាញ៉ាំបាយផឹកទឹកទៀតឬខ្ញុំអ៊ូម៉ារ៉េនលេងជាមួយឈើអស់មួយជីវិតហើយនេះជាលើកទី1ដែលបានរឿងចម្លែកបែបនេះលោកតាខ្ញុំសុំខ្ចីមជុលដេកខោអាវមួយសរសៃពីផ្ទះលោកតាបានទេយកអាណាដែលតូចបន្តិចដល់ផ្លូវតហើយទើបចាប់ផ្ដើមធ្វើជាខ្មោចបន្លាចដើម្បីពន្យាពេលអ្នកចង់យកក្រែឈើមកចាក់ចូលជាសាស្ត្រព្យាបាលជំងឺមែនទេនេះវាជារឿងកំប្លែងបំផុតក្នុងលោកហើយនេះជាវត្ថុមានតម្លៃដែលដូនតាបន្សល់ទុកមកណាបើចាក់ខូចទៅធ្វើម៉េចទៅខ្ញុំស្មានតែមានវិធីអីអស្ចារ្យតាមពិតទៅគឺការយករបស់ពីចម្ងាយសោះលោកគ្រូឈឿនតើរបស់ដែលលោកយកចេញពីមជុលនេះជាអ្វីទៅឬមួយក៏ជាអាវក្នុងរបស់អធិរាជថ្ងៃនេះពិតជាអស់ផ្លូវដើមមែនបានជាទៅពឹងពាក់មនុស្សបោកប្រាស់បែបនេះមិនមែនទឹកទេគឺបារតលោកយាយតើលោកសាក់ហិតមើលទៅតើមានក្លិនឆ្អាបលោហៈតិចដែរឬទេពិតមែនហើយមានក្លិនចម្លែកមែនដូចជាក្លិនទេ1ម៉ែត្របែកអញ្ចឹងបារតនឹងដាក់បារតក្នុងបន្ទប់ឈើមិនដែលលឺសោះក្រែនេះមើលទៅដូចជាភ្ជាប់ដោយសន្លាក់ឈើធម្មតាតែតាមពិតទៅខាងក្នុងមានអាចកំបាំងចំណុចភ្ជាប់សំខាន់មិនមែនជាការចាក់សោធម្មតាទេតែជាប្រព័ន្ធទម្ងន់រាវដ៏ស្មុគស្មាញដូច្នេះទោះបីជាដេកលើនឹងហើយត្រឡប់ខ្លួនយ៉ាងណាក៏ដោយក៏នៅតែនឹងនៅដូចភ្នំដែរចំណែកជំងឺរបស់ក្រែនេះគឺដោយសារតែប្រើប្រាស់យូរឆ្នាំពេកទើបបំពង់បង្ហូរមានការខូចខាតតិចតួចបណ្ដាលឲ្យបារតលេចធ្លីទល់ឲ្យភាពក៏បាត់បង់ហើយគ្រឿងខាងក្នុងក៏កិតគ្នាទើបបានជាមានសម្លេងបែបនេះទឹកភ្នែកដែលខ្ញុំនិយាយគឺសំដៅលើបារតដែលចាក់ចូលតាមភ្នែកនេះពេលទឹកភ្នែកហួតអស់វារីកតជាត្រូវយំហើយប្រើបារតដើម្បីរក្សាទល់ឲ្យភាពនេះវាបច្ចេកវិទ្យាខ្ពស់ច្បាស់ណាស់ខ្ញុំចាត់ទុកខ្លួនឯងថាជាអ្នកជំនាញកំពូលលោកខ្ញុំមិនដែលលើពីសិល្បៈហត្ថកម្មដែលចម្លែកបែបនេះពីមុនមកសោះនិយាយផ្ដេសផ្ដាសនេះវាជារឿងមិនគួរឲ្យជឿសោះយកបារតទៅចាក់ក្នុងក្រែកុំថាឡើយរឿងសិល្បៈហត្ថកម្មពិបាកឬអត់តែបើទៅវាមានជាពលអ្នកដែលដេកលើនោះមិនចង់រស់ទេតើជាម្នាក់ណាទៅដែលចិត្តដាច់ដល់ថ្នាក់ធ្វើក្រែបែបនេះការដែលមិនដឹងមិនមែនមានន័យថាវាមិនមាននោះទេក្នុងពេលដែលគេអាចរចនាវាបានយ៉ាងល្អិតល្អន់បែបនេះគេប្រកាសជាគិតគូរពីការការពារជាតិពលរួចហើយបើខ្ញុំទីមិនខុសទេជញ្ជាំងខាងក្រៅនៃបំពង់ទាំងអស់គឺសុទ្ធតែត្រូវបានលាបថ្នាំពិសេសដើម្បីការពារជាតិពលមើលទៅខាងក្នុងវិញបំពង់ដូចជាសំណាញ់ពីងពីងធ្មេញរណាដ៏ស្មុគស្មាញនិងស្នាមបារតដែលហូរនេះវាជាប្លង់ដ៏ពេញលេញមួយខ្ញុំទើបតែស្ទាបពិនិត្យមើលគ្រប់កន្លែងសូម្បីតែជើងរុយមួយក៏លាក់មិនបានដែរតើនៅទីនេះអាចមានថតសម្ងាត់បានយ៉ាងម៉េចទៅនេះមិនមែនជាបារតទេវាជានិមិត្តសញ្ញាដែលផ្សំឡើងដោយរង្វង់និងការ៉េវាដូចគ្នាបេះបិទទៅនឹងស្នាមដែលនៅលើបំណែកផែនទីផ្កាយការដែលនិមិត្តសញ្ញានេះស្ថិតនៅក្នុងថតសម្ងាត់បញ្ជាក់ថាជាម្នាក់នោះប្រហែលជានៅក្នុងទីក្រុងបុរាណនេះហើយសូម្បីតែកូនចៅរបស់គាត់ក៏ប្រហែលជានៅរស់ដែរលោកអ្វីដែលឃើញជាក់ស្ដែងវាសំខាន់ជាងពាក្យសម្ដីទៅទៀតឥឡូវនេះលោកនៅតែគិតថាជារឿងមិនគួរឲ្យជឿទៀតឬអញ្ចេះចុះលោកដោយសារឃើញថាអ្នកក៏ជាអ្នកដែលស្រឡាញ់របស់ទាំងនេះដែរខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកមួយយើងភ្នាល់គ្នាម្ដងទៅបើខ្ញុំជួសជុលក្រែនេះបានហើយធ្វើឲ្យវាត្រឡប់មកដូចដើមវិញតើអ្នកនឹងធ្វើដូចម្តេចខ្ញុំជាអ្នកជួសជុលលំដាប់កម្ពស់ម្នាក់នេះបែរជាត្រូវក្មេងស្ទាវម្នាក់ដេញដោលដល់ជ្រុងជញ្ជាំងបើព្រមតាមកិច្ចឈ្មោះនឹងស្អុយរលួយបើមិនព្រមក៏ដូចជាមនុស្សខ្វាក់ភ្នែកទៅថ្ងៃមុខគុំសង្ឃឹមថាបានរស់នៅស្រួលឡើយលោកអ៊ូឲ្យក្មេងមានចិត្តមោះមុតជារឿងល្អតាក្នុងពេលដែលលោកគ្រូឆេនមានទំនុកចិត្តបែបនេះគួរតែឲ្យគាត់សាកល្បងទៅក៏ឲ្យពួកយើងដែលជាអ្នកក្រៅនេះបានបើកភ្នែកមើលខ្លះដែរបានបើចង់ភ្នាល់ក៏ភ្នាល់ទៅបើអ្នកពិតជាអាចជួសជុលបានមែនហាងគូអ៊ីចៃរបស់ខ្ញុំនឹងដកខ្លួនចេញពីទីផ្សារក្រុងបុរាណឈីងហ៊ឺចាប់ពីពេលនេះទៅហើយសាខាទាំងអស់នឹងបិទទ្វារក្នុងរយៈពេល1ថ្ងៃបាននិយាយពាក្យណាគឺពាក្យហ្នឹងរំខានលោកអ្នកគ្រប់គ្រងឈានជួយរៀបចំរបស់របរឲ្យខ្ញុំបន្តិចមានបារតពីដំឡឹងក្រមុំខ្យល់ល្អមួយដុំហើយជួយទៅហាងថ្នាំរកទិញស្មៅពុកមាត់នៀកមួយមុខមករួចកិនវាឲ្យមកផងធ្វើជាអាកំបាំងអីទៀតខ្ញុំចង់ដឹងណាស់ថាឯងអាចលេងល្បិចអ្វីបានទៀតនេះវាប្រើលក្ខណៈនៃរុក្ខជាតិដើម្បីកម្ចាត់ជាតិពុលរបស់បារតលើសបន្តិចនឹងស្ទះខ្វះបន្តិចនឹងមិននឹងណូការជួសជុលបែបវះកាត់តូចនេះក្មេងម្នាក់នេះអាចមើលឃើញស្ថានភាពខាងក្នុងក្រែបានមែនឬលើកនេះខ្ញុំពិតជាជួបគូប្រកួតខ្លាំងមែនលោកយាយស្រេចហើយលោកសាកល្បងឡើងទៅមើលទៅនេះស្រេចហើយឬបានហើយអស្ចារ្យមែនអស្ចារ្យមែនព្រះឲ្យធ្វើដៃនេះដូចជាលោកគ្រូលូបានមកចាប់ជាតិវិញអញ្ចឹងមិនបាច់រុះរើឈើមួយដើមសោះក៏ជួសជុលបានដែរនេះវាជាមន្តអាគមមែនទេលោកគ្រូចិនធ្វើដៃអស្ចារ្យណាស់ពិតជាអស្ចារ្យមែនកុំតន់អល់អីរឿងភ្ញាក់ផ្អើលនៅមិនទាន់ចប់ទេយុវជនម្នាក់នេះហាក់ដូចជាមានលាក់ទុកនៅកំណប់ទ្រព្យដែលរកមិនចេះអស់អញ្ចឹង
ជាងសិប្បករកាលពី100ឆ្នាំមុនបានបញ្ចូលប្រព័ន្ធបារតសម្រាប់ជំរុញយន្តការស៊ីចំណីនិងប្រព័ន្ធលំនឹងចូលគ្នាបានយ៉ាងល្អឥតខ្ចោះបារតលេខធ្លីក្រែបាត់លំនឹងហើយយន្តការស៊ីចំណីក៏ខូចឥឡូវខ្ញុំជួសជុលវាបានហើយដែលអ្នកប្រញាប់ទិញវា20,000នោះមិនមែនដើម្បីស្រាវជ្រាវទេគឺអ្នកមើលដឹងតាំងពីដើមថាវាមានអ្វីពិសេសទើបចង់ទិញយកទៅរុះរើដើម្បីរកអាចកំបាំងហើយយកទៅធ្វើជាវត្ថុមានតម្លៃប្រចាំហាងមែនទេក្រែមួយនេះមិនមែនខូចដោយសារអាយុកាលទេគឺដោយសារចិត្តគំនិតអ្នកមិនត្រឹមត្រូវឥឡូវនេះសូមអនុវត្តតាមការភ្នាល់របស់អ្នកមកទៅលោកតារាឆ្នើមខ្ញុំនឹងនាំអ្នកទៅមើលរបស់ល្អពិតអ្នកកាសែតលីឲ្យកុំធ្វើបាបខ្ញុំអីឥឡូវនេះខ្ញុំចេញទៅណាក៏ត្រូវតែពាក់ម៉ាស់ដែរកុំនិយាយលេងអីលើកនេះមិនមែនមកសម្ភាសទេគឺមកសង្គ្រោះជីវិតលោកតាឆាងសាសានមែនទេមកមើលរបស់របរចាស់របស់តាទៀតហើយនេះគឺជាប្រធានក្រុមល្ខោនឆាងលោកតាឆាងខ្ញុំចូលចិត្តមើលល្ខោនស្រមោលរបស់គាត់ខ្លាំងណាស់ជាពិសេសរឿងសមរភូមិឈាមនៅជួរភ្នំមេតប៉ុន្តែឥឡូវនេះមិនមែនខុសនឹងមេឃឬដីទេគឺខុសដែលខ្ញុំគ្មានសមត្ថភាពរក្សាទុករបស់ដែលដូនតាបានបន្សល់ទុកមករបស់ទាំងនេះ